ជ្រូកឆាជាមួយស្លឹកខ្ទឹមគឺម្ហូបកម្ររបស់ខ្ញុំគឺខ្ញុំមិនដែលបានហូបទេបងប្អូនអើយគឺរាប់ខែរាប់ឆ្នាំហើយមិនដែលបានហូបទេបងប្អូនទឹមថ្ងៃហ្នឹងក៏ទិញថ្លើមជ្រូកពីផ្សារមួយមកគឺថ្លើមជ្រូកនៅប្រទេសកូរ៉េគឺមិនថ្លៃទេបងប្អូនអត់ដូចនៅស្រុកយើងទេគឺជនជាតិកូរ៉េគេអត់ចូលចិត្តហូបថ្លើមជ្រូកទេបងប្អូនចឹងហើយថ្លើមជ្រូកគេលក់នៅប្រទេសកូរ៉េហ្នឹងគឺមិនថ្លៃទេបងប្អូនមួយតាម1000លុយកូរ៉េទេគឺរាប់ចង់កន្លះគីឡូបងប្អូនមួយហើយថ្ងៃហ្នឹងគឺអ៊ីនៅលើនៅផ្ទះជាន់ទី4ហ្នឹងក៏គាត់ចុះមកបងប្អូនគាត់ឆ្ងល់ថាខ្ញុំធ្វើម្ហូបកូរ៉េម្ហូបស្អីម្ហូបកូរ៉េច្រឡំទៀតហើយបងប្អូនម្ហូបខ្មែរម្ហូបអីខ្ញុំថាឆាថ្លើមជ្រូកជាមួយនឹងស្លឹកខ្ទឹមហើយគាត់ថាចេះគាត់តាំងពីកើតមកគាត់មិនដែលហូបបានហូបឆាហូបថ្លើមជ្រូកម្ដងទេព្រោះអើយគាត់ជនជាតិកូរ៉េបងប្អូនជនជាតិកូរ៉េគឺគេអត់ចូលចិត្តហូបថ្លើមជ្រូកដូចស្រុកយើងចូលចិត្តហូបវិញអញ្ចឹងណាជនជាតិកូរ៉េថាអើយថ្លើមជ្រូកហ្នឹងហូបទៅដូចថារឹងគេស្ងោរឆ្អិនទៅរឹងហើយនឹងផុយអីផុសអញ្ចឹងណាបែរក្មេងខ្ញុំឲ្យប្តីខ្ញុំក៏ចូលចិត្តហូបដែរបងប្អូនមិនថាគាត់នោះទេតែម៉ែក្មេងប្តីខ្ញុំក៏អត់ចូលចិត្តហូបដែរប៉ុន្តែពួកខ្ញុំវិញខ្ញុំចូលចិត្តខ្ញុំមានអារម្មណ៍ថាអើយហូបទៅដូចថាខំចូលមាត់ទៅខ្ទិះឆ្កាញ់អីចឹងណាគឺមកពីយើងជនជាតិបរទេសចំណែកជនជាតិកូរ៉េគេអត់ចូលចិត្តដូចយើងអញ្ចឹងវាខុសគ្នាបងប្អូនឥឡូវក៏យើងមកឆានឹងឯងបងប្អូនខានឆាយូរហើយបងប្អូនគឺឆាលឹកខ្ទឹមហើយជាមួយនឹងថ្លើមជ្រូកហ្នឹងគឺម្ហូបកម្រខ្ញុំហ្នឹងគឺមិនងាយធ្វើហូបទេបងប្អូនតម្លៃក៏វាអត់ដូចថាវាអត់ថ្លៃដែរប៉ុន្តែខ្ញុំកុំមកទិញយកមកធ្វើហូបអីអញ្ចឹងណាបងប្អូនរាប់ខែរាប់ឆ្នាំទៅបានមកហូបម្ដងនឹងឯងបងប្អូនគឺឆ្ងាញ់ខ្លាំងណាស់ជាមួយនឹងបាយស្រូបដាក់ចូលគ្នាគឺឆ្ងាញ់តែម្ដងមិននិយាយមែនណាបងប្អូនហើយឆាខ្ញុំមិនមានដាក់អីច្រើនទេដាក់តែប្រេងខ្យងស្ករប៊ីចេងហើយអានេះស្ករស្អីគេហូបទៅដូចថាអត់ឡើងជាស្ករសម្រាប់អ្នកកាត់នោមផ្អែមអីនោះខ្ញុំក៏ទិញមកពីម៉ាតបងប្អូនខ្ញុំទៅម៉ាតក៏ឃើញក៏ទិញមកទៅបងប្អូនយើងយកមកហូបទៅបងប្អូនដើម្បីសុខភាពយើងអញ្ចឹងណាបងប្អូនគឺមានអីទេមានដើម្បីសុខភាពយើងនឹងឯងបងប្អូនខ្ញុំថតថាវីដេអូហ្នឹងខ្ញុំថតបដាខ្ញុំធ្វើម្ហូបបដាបងប្អូនខ្ញុំថតដៃមួយទេបងប្អូនអើយហើយមើលតំណងអត់បងប្អូនហើយវីដេអូយើងអត់មានវែងឆ្ងាយទេថ្ងៃហ្នឹងគឺថាខ្ញុំធ្វើម្ហូបកូរ៉េដែរអញ្ចឹងណាហើយក៏អអ៊ីនៅជាន់ទី4ហ្នឹងក៏ខ្ញុំហៅហូបបាយជាមួយគ្នាដែរម្ដងបងប្អូនប៉ុន្តែខ្ញុំអត់បានថតវីដេអូឲ្យបងប្អូនមើលមុខមាត់អីគាត់ថែមអីទេបងប្អូនជម្រាបលាបាយបាយ